ធ្វើបុណ្យដោយរបស់5យ៉ាងជួយធ្វើឲ្យជីវិតមានមង្គលអស់បំណុលលុយមានចាយមិនដាច់សាកធ្វើតាមនេះលើមើលណាខទី1ធ្វើបុណ្យដាក់បាតដោយអង្ករតិចតួចតែអង្ករដែលល្អបំផុតមានដឹងទេអានិសង្សដែលបានទទួលនឹងធ្វើឲ្យយើងមិនអត់រកស៊ីអីក៏បានខទី2បើយើងមានអារម្មណ៍ថាលុយមិនមានស្ថិរភាពឲ្យប្រកេនអង្ករឲ្យលើសពីទម្ងន់របស់យើងឧទាហរណ៍ថាទម្ងន់យើង63គីឡូយើងក៏ប្រកេនអង្ករ64គីឡូបើសិនជាធ្វើតែម្ដងលុយមិនគ្រប់ចូលរំលែកធ្វើម្ដងបន្តិចរយៈពេល3ខែអាចរំលែកធ្វើបានបន្ទាប់មកជ្រោយទឹកហើយនិយាយថាបើខ្ញុំព្រះអង្គធ្លាប់ជំពាក់បំណុលអ្នកណាហើយមិនបានសងកាលពីអតីតរហូតដល់បច្ចុប្បន្ននេះខ្ញុំសូមសងដោយអានិសង្សពីការថ្វាយអង្ករអស់នេះដល់ស្រ័យបុណ្យរបស់ព្រះពុទ្ធសាសនាសូមឲ្យបុណ្យនេះបានដល់គ្រប់រូបគ្រប់នាមដែលខ្ញុំព្រះអង្គធ្លាប់ជំពាក់លោកខទី3ធ្វើបុណ្យ